រឿងសោភាម្ចាស់ចិត្តបងភាគ2ជីវិតនៅចិត្តក្រុងមិនស្មើនឹងស្រុកស្រែតែស្នេហានៅតែជាអ្វីដែលទ្រទ្រង់ពួកគេទាំងពីរសោភានិងរឿតបន្តរស់ដោយឧស្សាហ៍ព្យាយាមខិតខំសន្សំសំចៃដើម្បីទិញដីតូចមួយបើកដាំបន្លែជាមួយគ្នាប៉ុន្តែបញ្ហាធំមួយបានបង្ហាញខ្លួនពេលយប់មួយសោភានាងកំពុងធ្វើការនាងក៏កើតខ្យល់ហើយគេក៏បាននាំនាងទៅមន្ទីរពេទ្យនៅពេទ្យគេបានឲ្យដឹងថានាងមានបញ្ហាក្នុងស្បូនដូចជារលាករង្វង់រំលាយអាហារនិងគ្រោះថ្នាក់ប្រសិនមិនធ្វើការព្យាបាលទាន់ពេលវេលាទេនាងនឹងមានបញ្ហាដល់ជីវិតបងអូនខ្លាចនឹងខ្លាចជាអ្នកមិនអាចផ្ដល់កូនឲ្យបងបានពាក្យសោភាពិតជារឹងណាស់សម្រាប់បេះដូងនារីម្នាក់ប៉ុន្តែរៀតចាប់ដៃគេដោយភ្នែកប៉ះភ្នែកហើយនិយាយថាបងស្រឡាញ់អូនមិនមែនដោយសារអូនអាចផ្ដល់អ្វីឲ្យបងទេតែស្រឡាញ់ព្រោះអូនជាអ្នកធ្វើឲ្យជីវិតបងមានអត្ថន័យនៅពេលនោះកាន់តែស្ងៀមនៅក្នុងបន្ទប់មន្ទីរពេទ្យនិងពន្លឺពណ៌ស្វាយប៉ុន្តែបេះដូងគេពិតជាមិនធម្មតាទេពេលសោភានៅពេទ្យរឿតធ្វើការរហូតប្រលប់ចិត្តព្រឹកដើម្បីអាចបង់ថ្លៃព្យាបាលគាត់ព្យាយាមលើសលប់តែបន្តបង្ហាញថាខ្លាំងពេញចិត្តទឹកមុខសោភាថ្ងៃមួយក្រោយពេលសោភាក្រោកពីឈឺមកគេអង្គុយជិតបន្ទប់ម្ដាយរឿតម្ដាយនិយាយថាកូនពេលជីវិតលែងផ្ដល់អ្វីដោយសុបិនស្នេហាអាចคล้ายជាកម្លាំងចុងក្រោយដើម្បីឲ្យគេទៅមុខពេលសោភាជាពីជំងឺរួចគាត់នឹងរឿតបានសម្រេចចិត្តទាំងពីរថាតើពួកគេចង់មានកូនឬអត់តែរឿងសំខាន់ជាងគេគឺពួកគេចង់មានគ្នានេះជាស្នេហាបរិសុទ្ធស្រឡាញ់ដោយព្រមស្ម័គ្រនិងជួយគ្នានៅពេលខ្សោយនិងបង្ហាញថាបេះដូងមិនអាចផ្លាស់ទីបានបើកន្លែងនោះជាមនុស្សដែលស្រឡាញ់ជីវិតបន្ទាប់ពីជំងឺមកសោភានិងរឿតមានជីវិតជាច្រើននិងមានអារម្មណ៍ល្អច្រើនជាងមុនពួកគេមិនមានកូននៅឡើយទេប៉ុន្តែពួកគេចាប់ផ្ដើមយល់ថាការមានគ្នាគឺជាកូនចិត្តក្នុងជីវិតថ្ងៃមួយពេលទៅវត្តសោភាបានជួបគ្រូសង្ឃម្នាក់ដែលសង្ឃរាជបែបដ៏ជ្រៅជាពិតគ្រូសង្ឃនិយាយថាជីវិតមនុស្សមិនមែនវាស់តាមអ្វីដែលមានតែដោយភ្នែកទេតែវាស់តាមអ្វីដែលមាននៅក្នុងចិត្តបើចិត្តជឿនិងស្មោះស្រឡាញ់នឹងរកផ្លូវផ្ទាល់វាពាក្យទាំងនោះដូចដើមស្រឡៅមួយបើកចិត្តសោភាឲ្យទូលាយនាងនិយាយទៅរឿតក្នុងល្ងាចនោះថាបងយើងអាចនឹងមិនមានអ្វីច្រើនក្នុងជីវិតប៉ុន្តែបងខ្លាយជាកន្លែងដែលអូនស្ងប់ចិត្តរួចហើយ
រឿតញញឹមថាស្រឡាញ់មិនមែនការរស់ក្នុងសុភមង្គលជានិច្ចទេតែជាការជួយគ្នារស់ពេលឃើញគ្នាឈឺចាប់នោះគឺជារឿងស្រឡាញ់ដ៏ធម្មតាប៉ុន្តែពោរពេញដោយចិត្តពិតជីវិតអាចមិនពេញលេញតាមការចង់បានរឿតនិងសុភានៅតែរស់នៅក្នុងផ្ទះឈើតូចមួយនៅចុងភូមិដែលជុំវិញដោយវាលស្រូវនិងខ្យល់អាកាសត្រជាក់ល្មមថ្ងៃពួកគេចែករំលែកទាំងការសើចនិងភាពស្ងប់ស្ងៀមជាមួយគ្នាថ្ងៃមួយសុភាបានទៅជួយក្មេងស្រីម្នាក់នៅក្នុងភូមិដែលមានបញ្ហាក្នុងគ្រួសារនាងឃើញខ្លួនឯងដូចក្មេងនោះដែរនាងនិយាយទៅរឿតបងអូនស្រឡាញ់ការមានជីវិតជួយឲ្យអ្នកផ្សេងមានសុភមង្គលមិនមែនតែព្រោះយើងមិនអាចមានកូនទេប៉ុន្តែព្រោះបេះដូងមនុស្សអាចคล้ายជាផ្ទះសម្រាប់អ្នកដទៃរឿតដាក់ដៃលើស្មានាងនិងនិយាយតិចថាបងមិនចង់ធ្វើអ្វីច្រើនទេបងគ្រាន់តែចង់ឃើញអូនភ្លឺចិត្តដូចថ្ងៃដែលបងបានជួបអូនជាលើកដំបូងណាជីវិតក៏ដូចស្រែមួយរដូវមិនមែនមានសម្បូរទេប៉ុន្តែបើគេដាំដោយស្មោះចិត្តគ្រាប់ពូជនឹងលូតលាស់នាំទៅរកសង្ឃឹមថ្មីនៅថ្ងៃបន្ទាប់សុភានិយាយវិការចង់ជួយក្មេងៗក្នុងភូមិគាត់បានចាប់ផ្ដើមបង្កើតមណ្ឌលសិល្បៈតូចមួយនៅក្រៅផ្ទះដើម្បីបង្រៀនកុមារឲ្យដឹងពីការលំបាកប៉ុន្តែថ្ងៃមួយមាននារីម្នាក់មកពីទីក្រុងបង្ហាញខ្លួនក្នុងភូមិនាងមកពីទីក្រុងនោះឈ្មោះស្រីពៅគាត់ជាមិត្តស្រីចាស់របស់រឿតដែលធ្លាប់បានស្រឡាញ់គ្នាកាលនៅសិស្សវិទ្យាល័យសុភាគឺជាពេលដំបូងពេលឃើញរូបស្រីពៅនាងមានសំណួរច្រើនក្នុងចិត្តប៉ុន្តែក៏ស្ងៀមស្ងាត់ទៅវិញសុភាបងនាងជាអ្នកណារឿតសំឡេងប្រុសស្ងប់ស្ងាត់នាងជាមិត្តចាស់ប៉ុន្តែសម្រាប់បងអតីតកាលគ្រាន់តែជាខ្យល់ល្បាក់ត្រជាក់មួយមិនមែនខ្យល់ដែលបងដកដង្ហើមរាល់ថ្ងៃដូចអូនទេក្តីសង្ស័យបំណងល្អនិងភាពស្មោះត្រង់ត្រូវបានសាកល្បងតើសុភានឹងសុខចិត្តទទួលអតីតកាលរឿតជាគ្នាទេឬស្នេហានេះនឹងបែកសាច់ដោយការមិនប្រាប់ពីអតីតអញ្ចឹងហ្វេនចាំតាមដានបន្តទៀតណាបន្ទាប់ពីការមកដល់របស់ស្រីពៅសុភាកាន់តែស្ងៀមស្ងាត់នាងមិនឃើញរឿតជាមនុស្សមានអាកំបាំងថ្ងៃមួយពេលថ្ងៃជិតលិចសុភានិយាយទៅរឿតដោយសំឡេងក្រៅកគុកបងស្រឡាញ់មិនមែនគ្រាន់តែជាការជឿទុកចិត្តលើអ្នកទៀតទេតែជាតាត្រៀមខ្លួនស្ដាប់ពេលចិត្តខ្ញុំបែកផងដែររឿតស្ងៀមស្ងាត់មុខស្ងួតដូចដីក្រោមស្លឹកស្រូវប៉ះថ្ងៃប៉ុន្តែគាត់ចូលទៅកាន់ចំណោទចាស់មួយដែលតែងតែជាតំបន់ពិសេសរបស់ពួកគេនៅទីនោះគាត់ដាក់ឯកសារមួយឲ្យនាងរឿតក៏និយាយជាមួយសុភាថានេះគឺជាគម្រោងបង្កើតមណ្ឌលសិក្សារួមឈ្មោះសុភា
បងអាចមិនស្គាល់របៀបនិយាយស្រឡាញ់ល្អបំផុតប៉ុន្តែបងចង់ឲ្យអូនដឹងថាអូននៅក្នុងគម្រោងនាពេលក្រោយរបស់បងទាំងអស់សុភាមើលឯកសារទាំងស្រក់ទឹកភ្នែកនាងញញឹមមិនមែនព្រោះគាត់សប្បាយចិត្តទេប៉ុន្តែស្រឡាញ់អាចត្រូវឆ្លងកាត់ព្រិលស្ងួតស្ងៀមនិងអាកាសធាតុចម្រូងចម្រាសប៉ុន្តែបើគេដាំវារៀងរាល់ថ្ងៃវានឹងរីកលើសស្រែដូចសំណាញ់ពន្លឺខ្យល់រដូវភ្លៀងចាប់ផ្ដើមបក់មកដើមស្រូវចាស់ចាស់ឈរធ្លាក់បោះបង់ស្លឹកដូចសារទៅតាមពេលវេលាប៉ុន្តែក្នុងចិត្តសភាក្តីស្រឡាញ់កាន់តែរឹងមាំជាងមុនចំណែកស្រីពៅនៅតែស្នាក់នៅភូមិជាបណ្ដោះអាសន្ននាងសុំជួបរឿតជួយក្នុងការបង្កើតគម្រោងទំនើបមួយជាមួយក្រុមអភិវឌ្ឍខេត្តសុភានឹងជឿលើរឿតបានទេសុភានិយាយជាមួយរឿតថាបងបើជីវិតបងមានតែម្ដងអូនអត់ឲ្យខ្លួនឯងសួរថាតើអូនស្នេហាបងដល់នឹងទេចំណែករឿតបន្តសំឡេងថាស្នេហាអូនជាមនុស្សដើរជាប់នឹងដងស្រែពេលទឹកឡើងគេជន់លើទឹកប៉ុន្តែមិនធ្លាក់បងជឿអូនព្រោះអូនមិនទុកបងឲ្យនៅតែឯងទេនៅថ្ងៃនោះសុភាជាប់ចូលរួមជាមួយនឹងគម្រោងផ្ទាល់មិនមែនដោយការបង្ខំនាងបាននិយាយជាមួយស្រីពៅថាស្រីពៅស្នេហាគេមិនមែនទាំងអស់មកពីអតីតប៉ុន្តែសម្រាប់ខ្ញុំវាចាប់ផ្ដើមនៅថ្ងៃនេះស្នេហាមានពេលចិត្តស្មោះពាក្យឈ្មោះគ្មានសារសំខាន់ទេតែចិត្តដែលមិនរអាក់នឹងនាំឲ្យស្នេហានេះឈានទៅកាន់តែទៅមុខហើយទៅលើអនាគតទៀតផងបន្ទាប់ពីសុភាបានដាក់ចំហថ្លៃថ្នូរមួយចំពោះអតីតរបស់រឿតក៏ទំនាក់ទំនងរបស់ពួកគេចាប់ផ្ដើមមានភាពរឹងមាំជាងមុនរឿតគិតថាគាត់មិនត្រូវភ័យចំពោះអតីតឡើងវិញទេព្រោះអនាគតបានចាក់ឫសនៅក្នុងសុភាហើយនៅថ្ងៃខាងមុខស្រីពៅនិយាយថានាងត្រូវតែត្រឡប់ទៅទីក្រុងវិញមុនទៅនាងសុំជួបសុភាផ្ទាល់មួយលើកចុងក្រោយស្រីពៅបាននិយាយជាមួយសុភាសំឡេងស្ងៀមស្ងៀមតែកក់ក្ដៅខ្ញុំសូមអរគុណសម្រាប់ភាពអំណោយអនុគ្រោះរបស់អ្នកខ្ញុំស្រឡាញ់រឿតប៉ុន្តែបេះដូងគាត់នៅក្នុងដៃអ្នកខ្ញុំឯងគ្រាន់ជាអតីតកាលមួយតែប៉ុណ្ណោះសុភាឆ្លើយមួយថាដោយមិនចាំបាច់មានពាក្យច្រើននោះទេព្រោះនៅពេលណាដែលចិត្តអស់សង្ស័យពាក្យនិយាយក៏ប្លែកទៅថ្ងៃនោះក៏ជាដំណាក់កាលថ្មីសុភានិងរឿតជួបគ្នានៅចំកណ្ដាលវាលស្រែដូចសង្សារដំបូងមិនមែនជាជីវិតប្តីប្រពន្ធទេប៉ុន្តែជាស្នេហាថ្មីក្នុងស្នេហាចាស់រឿតបាននិយាយជាមួយសុភាបងចង់សុំអូនមិនមែនសុំស្រឡាញ់ទេប៉ុន្តែសុំចាប់ដៃអូនទៅទាំងអស់មិនថាមានកូនឬអត់កូនមានទាំងទឹកភ្នែកនិងសំណើចសុភានិយាយទៅកាន់រឿតថាបងចេះសុំខ្លួនអូនតែអូនស្នេហាអ្នកមុនពេលសុំសោះហើយស្នេហាពេលដែលមិនសុំតម្លៃប៉ុន្តែសុំពេលវេលាពេលដែលវាប្រកបក៏អ្វីទាំងអស់
គឺពេញលេញការរស់នៅរបស់សភានិងរឿតកាន់តែឈានចូលសភាពស្ងប់ស្ងៀមប៉ុន្តែពោរពេញដោយការយល់ចិត្តគ្នាមណ្ឌលសិក្សាចិត្តស្មោះត្រូវបានបើកជាផ្លូវការក្នុងថ្ងៃមួយដែលបានរៀបប្រព័ន្ធរួចជាស្រេចក៏មានភ្ញៀវជាច្រើនព្រមទាំងកុមារនៅក្នុងភូមិនៅក្នុងពិធីបើកសម្ពោធសភាជាប់អង្គុយនៅខាងលើឆាកគាត់មើលទៅរឿតនិយាយទៅក្មេងៗពីសារៈសំខាន់នៃក្តីស្រឡាញ់និងការអភិវឌ្ឍចិត្តចំពោះខ្លួនឯងសភាដកដង្ហើមធំហើយនិយាយជាសាធារណៈជាលើកដំបូងស្រឡាញ់គឺមិនមែនសម្រាប់អ្នកដទៃទេតែជារបៀបរស់នៅដើម្បីខ្លួនឯងដោយមិនបោះបង់អ្នកដែលឈរជាប់ពីដំបូងមនុស្សជាច្រើននៅស្ងៀមរឿតចង់និយាយអ្វីមួយប៉ុន្តែក៏ដើរទៅឈរនៅក្បែរសភាគាត់លើកមីក្រូហ្វូនយកមកឲ្យនាងហើយនិយាយតែប៉ុន្មានពាក្យស្នេហាអូនមិនបាច់សរសេរតាមសៀវភៅទេវាដើរមកដល់ទីនេះដើម្បីបើកផ្លូវជាថ្មីសម្រាប់ក្មេងៗនិងសម្រាប់យើងថ្ងៃនោះគឺជាថ្ងៃដំបូងនៃជីវិតថ្មីមួយជីវិតដែលមិនត្រូវបានវាស់តាមពីអតីតក្រោយពីរៀបការសភានឹងរឿតផ្លាស់ប្ដូរផ្ទះទៅក្បែរផ្លូវភូមិថ្មីដោយមានកន្លែងស្ងប់ស្ងៀមនិងសម្រាកចិត្តប៉ុន្តែជីវិតគូមិនតែងតែមានផ្កាថ្មពួកគេត្រូវចាប់ផ្ដើមចែករំលែកអ្វីជាថ្មីចំណូលតិចភាពនឿយហត់ការគិតខុសគ្នាខ្លះថ្ងៃមួយមានអ្នកជំនួយការថ្មីម្នាក់មកជាសហការីក្នុងមណ្ឌលគាត់ឈ្មោះហ្គិចជាសិស្សចាស់របស់សោភាពីសាលាទីក្រុងគាត់មានភាពសប្បាយរីករាយប៉ុន្តែសម្លឹងទៅសោភាជាញឹកញាប់រឿតឃើញដូច្នោះក៏សួរសោភាថាគេយល់ចិត្តអូនច្រើនហើយនឹងសោភាមិនមែនគេយល់ចិត្តអូនទេតែអូនគិតថាបងកាន់តែភ័យកាលណាបងខ្លាចថាអូនស្រឡាញ់អ្នកដទៃការប្រឈមមិនមែនមកពីខាងក្រៅប៉ុន្តែចេញពីការមិននិយាយប៉ុន្តែសោភានិងរឿតសម្រេចចិត្តថាពេលមានអារម្មណ៍អួតគ្នាអ្នកត្រូវស្ងៀមនិងស្ដាប់មិនមែនឆ្លោះថ្ងៃចុងសប្តាហ៍ពួកគេដាក់គម្រោងសិក្សាបង្រៀនការសន្ទនានៅក្នុងគ្រួសារក្មេងៗចេះស្ដាប់គ្នាពីព្រោះគេឃើញគូស្នេហាជីវិតបង្ហាញឲ្យមើលស្នេហាអត់ចាំបាច់ត្រូវឆ្លោះគ្នាតែត្រូវឈ្នះអន្ទះសាររបស់ខ្លួននៅតាមរយៈពេលវេលាកន្លងទៅដំណើររបស់សោភានិងរឿតកាន់តែជាប់ជាស្នេហាមួយដែលល្អឥតខ្ចោះការប៉ះទង្គិចនិងភាពមិនច្បាស់ពីអ្នកជំនួយការថ្មីគឺតែងតែធ្វើឲ្យពួកគេចង់ខិតខំជួយគ្នាជាងមុននៅក្នុងភូមិថ្មីក៏មានក្មេងៗនិងមនុស្សចាស់ដែលចូលរួមជាមួយពួកគេដោយការបង្រៀនពីសិល្បៈនិងជីវិតស្នេហាសោភាបន្លឺសំឡេងថាបងមើលទៅទាំងអស់នេះបើមើលជាអំពើសិល្បៈដែរតែសម្រាប់ខ្ញុំវាគឺជាអ្វីដែលសំខាន់បំផុតក្នុងជីវិតមិនមែនជាការចង់បានជាជ័យជំនះណាមួយទេប៉ុន្តែជាការស្រឡាញ់ដែលយើងបានដាំចូលទៅក្នុងចិត្តនៃគ្រួសាររឿតក៏បានបន្ថែមថាគឺជាអ្វីដែលខ្ញុំគិត
នៅក្នុងចិត្តនេះមានតែអូននិងក្មេងៗអូនក៏ជាជំហានដ៏មហាក្នុងជីវិតរបស់បងមិនមានចំណុចណាដែលគួរឲ្យខ្លាចទេក្មេងៗពីគ្រួសារនៅជុំវិញភូមិបានមកសាកសួរពីបងប្អូនសោភានិងរឿតពួកគេអាចចែករំលែកអ្វីៗដែលពួកគេរៀនក៏ដូចជាការនាំយកទ្រព្យកំណប់មួយដែលល្អបំផុតនៅក្នុងការរីកចម្រើនលើការអភិវឌ្ឍជីវិតសោភាបានបន្តទៀតថាចេះអបអរសាទរការស្រឡាញ់ជាកន្លងតែមួយចាស់របស់ខ្ញុំទើបតែពួកយើងដោះសោពីខ្លួនឯងជាកន្លងទាំងមូលចា៎បងប្អូនរឿងនេះត្រូវបានបញ្ចប់ហើយរឿងសភាជាម្ចាស់ចិត្តរបស់បងនេះស្នេហានៅក្នុងស្រុកស្រែមានភាពច្បាស់លាស់ព្រមទាំងការចូលរួមចំណែកនៅក្នុងសហគមន៍ជាមួយគ្នាសូមអរគុណចំពោះហ្វេនដែលបានអានតាំងពីភាគ1រហូតដល់ចប់សូមអរគុណសូមជម្រាបលា